បន្ទាន់អាមេរិកនឹងចាត់ការលើប្រទេសថៃដែលល្មើសនឹងបទឈប់បាញ់ដែលលោកដូណាល់ត្រាំបានរៀបចំយោងតាមការប្រកាសដោយសេតវិមានសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ទី13ខែធ្នូឆ្នាំ2025លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនឹងដាក់ទោសដល់ជនណាតាមការចាំបាច់ដើម្បីបញ្ឈប់ការសម្លាប់ក្រោយពេលប្រទេសថៃប្រហើនមិនគោរពតាមបទឈប់បាញ់ថ្មីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំចំពោះចំនួនប្រដាប់អាវុធតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលកំពុងកើតឡើងសារជាថ្មីនេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិករំពឹងថាភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនៅការបដិញ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយលោកនឹងដាក់ទោសជនណាតាមការចាំបាច់ដើម្បីបញ្ឈប់ការសម្លាប់និងធានាសន្តិភាពយូរអង្វែងយ៉ាងណាមិញលោកអនុទានច័ន្ទវរៈគុលដែលទើបលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់ថៃបានប្រកែកមិនព្រមស្ដាប់ហើយថែមទាំងនិយាយដោយផ្កើនថាគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់ទេហើយប្រទេសថៃនឹងបន្តប្រយុទ្ធដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិឡើយដែលផ្ទុយពីភាគីកម្ពុជាដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានសាទរនឹងការលើកឡើងរបស់លោកត្រាំសម្រាប់បទឈប់បាញ់នេះហើយសម្ដេចក៏មានប្រសាសន៍បន្ថែមទៀតថាសម្ដេចស្វាគមន៍សំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានសម្របសម្រួលការចរចាឲ្យមានបទឈប់បាញ់អរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្ទាប់